អ្នកគ្រូម្នាក់ឈឺចិត្តស្អិតទ្រូងក្រោយសិស្សមួយក្រុមបង្កើតក្រុមជេរប្រមាថខ្លួនហើយប្តឹងសុំប្តូរគ្រូថែមទៀតអ្នកគ្រូបង្រៀនម្នាក់ឈឺចិត្តស្អិតទ្រូងបានបង្ហាញការឈឺចាប់ឥតឧបមាក្រោយសិស្សមួយក្រុមបាននាំគ្នាបង្កើតក្រុមដើម្បីជេរប្រមាថខ្លួនយ៉ាងណាក្រោយបានដឹងថាសិស្សដែលខ្លួនបានខិតខំបង្រៀនបាននាំគ្នាជេរខ្លួនបែបនេះអ្នកគ្រូជីមបុប្ផាបានរៀបរាប់ទាំងក្តីឈឺចាប់ថាពួកអ្នកហែលទឹកភ្នែកខ្ញុំមិនរួចទេជាងនេះទៀតអ្នកគ្រូជីមបុប្ផាបានរៀបរាប់ទៀតថាខ្ញុំខិតខំបង្ហាត់បង្រៀនអប់រំទូមានសិស្សដោយបេះដូងហេតុអ្វីបានជាសិស្សប្តឹងខ្ញុំជេរប្រមាថខ្ញុំហើយសុំដូរខ្ញុំចេញទៀតយ៉ាងណាស្របពេលដែលអ្នកគ្រូម្នាក់នេះបានបង្ហោះសំណេរសោកសៅឈឺចិត្តស្អិតទ្រូងក្រោយត្រូវសិស្សជេរប្រតិចបែបនេះក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចូលខមមិននិងshareហើយបានលើកទឹកចិត្តអ្នកគ្រូកុំឲ្យអ្នកគ្រូបាក់ទឹកចិត្តហើយលើកទឹកចិត្តអ្នកគ្រូឲ្យប្រឹងប្រែងបន្តទៀតដើម្បីលើកស្ទួយវិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើនជាក់ស្ដែងអាណាព្យាបាលម្នាក់បានចូលខមមិនថាអត់ទេបងខ្ញុំសរសើរបងខ្លាំងបងឈ្នះមិនមែនបងចាញ់ទេបើខ្ញុំគ្មានកម្លាំងតតាំងបានទេបងបង្ក្រាបក្មេងខូចបានហើយបងពូកែសម័យនេះគឺត្រូវបង្ហាញឲ្យឃើញខុសកិច្ចមិនរួចទេបើកូនខ្ញុំហ៊ានមើលងាយបងដោយពួកគេខ្ញុំឲ្យក្រាបសំពះសុំខមាទោសមិនកាន់ជើងទេបងកុំបាក់ទឹកចិត្តបងស្រីបងធ្វើបានល្អណាស់ចំណែកពលរដ្ឋម្នាក់ទៀតបានខមមិនដែរថាចាត់ទុកថាឆាជះចោលទៅព្រៃទៅអូនយើងធ្វើខ្លាំងគេថាខុសច្បាប់បើយើងស្លូតសិស្សមើលងាយមិនស្ដាប់បង្គាប់មិនខំរៀននិងសូមផ្ដាំទៅអាណាព្យាបាលសិស្សមួយចំនួនឲ្យឧស្សាហ៍ចេញពីផ្ទះតាមដានកូនផងកុំដល់ពេលកូនមានបញ្ហាច្បាស់ជាហួសពេលហើយបើបំណាច់យើងកាន់ជើងកូនខ្លួនហើយកុំបន្ទោសគ្រូឲ្យសោះចំណែកបរិបម្នាក់ទៀតក៏បានចូលខមមិនលើកទឹកចិត្តអ្នកគ្រូដែលត្រូវសិស្សនាំគ្នាជេរដែរដោយបានខមមិនថាកុំបាក់ទឹកចិត្តព្រោះអ្នកជេរប្រមាថអីបងអ្នកដែលជេរប្រមាថគ្រូគឺស្មើនឹងមើលងាយជេរប្រមាថអ្នកមានគុណរបស់ខ្លួនអ្នកដែលមើលងាយអ្នកមានគុណគឺមិនមានការរីកចម្រើនលូតលាស់ឡើយបងត្រូវឈរចាំមើលអ្នកដែលសើចបងនៅថ្ងៃនេះថាតើវាទៅបានឆ្ងាយប៉ុណ្ណាហើយបងចាំសើចវាវិញនៅថ្ងៃមុខសើចឲ្យលឺសើចឲ្យខ្លាំងហើយសំមុខពួកវាផងគ្រូស្រឡាញ់ណាស់បានស្ដីឲ្យហើយបើគ្រូមិនខ្វល់មិនថាគេថាគ្រូគ្មានទំនួលខុសត្រូវតែមិនថ្វីព្រោះលើលោកយើងនេះមិនសម្បូរអ្នកមានចិត្តភ្លឺទេគឺសម្បូរតែមនុស្សខ្វាក់ចិត្តគំនិតដូចនេះខន្តីបងខឹងឈឺចាប់នាំតែអាប់រាសីទេបងត្រូវខំនិងពង្រឹងខ្លួនឯងឲ្យកាន់តែខ្លាំងនោះទើបល្អប្រសើរខ្ញុំយល់អារម្មណ៍របស់បងព្រោះខ្ញុំជាម្ដាយដែលចង់ឃើញកូនបានល្អនិងពូកែហើយកាលដែលកូនខ្ញុំល្អបានគឺ 50% មកពីគ្រូ 30% គឺមកពីឪពុកម្ដាយ 20% គឺមកពីគេខ្លួនឯងដូចនេះគ្រូមានតួនាទីសំខាន់ណាស់តែបើកូនសិស្សមិនយល់បែបនេះគ្រូមានតែបណ្ដោយតាមហេតុផលនឹងទៅចុះ